ក៏ប៉ុន្តែសម្រាប់ជា content creator វិញបើសិនជា content creator ខាងផ្នែកកំសាន្តឬក៏មហូបឬក៏អីខ្ញុំអត់សូវជាដឹងទេប៉ុន្តែខ្ញុំគិតថាតាមដែលខ្ញុំសង្កេតឃើញតើតើមួយ Facebook ឬក៏ TikTok ដែលជា platform មួយដែលពេញនិយមជាងគេនៅស្រុកយើងបាទវាទៅជា platform មួយដែលគេមិនប្រើនៅក្នុងការរៀនសូត្រទេភាគច្រើនគឺគេប្រើសម្រាប់ទំនាក់ទំនងឬក៏ការកម្សាន្តអញ្ចឹងនៅពេលដែលយើងធ្វើជា content creator ជាក់ស្ដែងដូចខ្ញុំយើង focus ទៅលើ platform មួយហ្នឹងជា platform មួយដែលឲ្យគាត់មើលអញ្ចឹងវាជារឿងដែលពិបាកព្រោះមែនតើនៅពេលដែលអ្នករៀនមែនតើគាត់អត់បានចូលមើល Facebook ទេគាត់ចូលមើល YouTube ក៏ប៉ុន្តែដោយសារ YouTube នៅក្នុងស្រុកយើងនេះយើងអាចនិយាយបានថាមិនសូវពេញនិយមពេកណាមិនសូវមានអ្នកមើលពេកទេប៉ុន្តែបើ Facebook វិញផុសទៅគឺមកព្រូហ្នឹងអ្នកមើលច្រើនក៏ប៉ុន្តែអ្វីដែលជាបញ្ហាគឺដោយសារតែ platform មួយហ្នឹងវាអត់សូវស៊ីមួយ content អប់រំអញ្ចឹងហើយបើសិនជាធ្វើជា content creator ផ្នែកអប់រំស៊ូមែនតើបើមិនស៊ូទេគឺទៅអត់រួចតែចាពីព្រោះធម្មជាតិរបស់មនុស្សនៅពេលដែលធ្វើហើយគ្មានអ្នកមើលហើយចេះតែធ្វើទៅរហូតហើយនៅតែគ្មានអ្នកមើលថ្ងៃមួយគឺបោះបង់ហើយព្រោះធម្មជាតិរបស់យើងវាត្រូវតែអញ្ចឹងដោយសារយើងអត់ដឹងថាយើងខំដើម្បីអីអញ្ចឹងហើយបានជានៅពេលដែលមានកូនសិស្សគាត់មកសួរថាអ្នកគ្រូខ្ញុំចង់ខ្លាចជា content creator ខ្ញុំសួរត្រឡប់ទៅវិញថាអូនឯងត្រូវឆ្លើយសំណួរមួយចំនួនឲ្យបានសិនណាថាតើអូនឯងចង់ខ្លាចជា content creator ហ្នឹងផ្នែកអីហើយអូនឯងធ្វើហ្នឹងអូនឯងមានរបៀបមាន technique មានក្រុមការងារមានស្អីៗហើយអស់នៅព្រោះបើសិនជាអូនឯងអត់មានអាហ្នឹងទេគ្រាន់តែចង់ខ្លាចទៅជា content creator ចេញតែមកវុបហើយបាត់ឈឹងចាអញ្ចឹងហើយតើតាអូនមានអាហ្នឹងយុទ្ធសាស្ត្រថាអូខេឥឡូវដើម្បីបញ្ជ្រាបខ្លួនឯងចូលនៅក្នុងអាទីផ្សារជា content creatorតើត្រូវមានយុទ្ធសាស្ត្រអីខ្លះ step 1ធ្វើអី step 2ធ្វើអី step 3ធ្វើអីឲ្យដឹងរហូតទៅដល់ចំណុចមួយដែលយើងត្រូវបានគេទទួលស្គាល់អូខេចាព្រោះហ្នឹងប្រើពេលមែនតើខ្ញុំចាំបានថាពេលដែលខ្ញុំចេញធ្វើវីដេអូដំបូងទទួលបានការគាំទ្រច្រើនប៉ុន្តែការគាំទ្រនោះជាចង្កោមកូនសិស្សដែលអាចនិយាយបានថាសិតតែជានិស្សិតនៅសាកលវិទ្យាល័យក៏ប៉ុន្តែនៅពេលដែលធ្វើយូរទៅវារីកមាឌដោយមានអ្នកផ្សេងក្រៅពីកូនសិស្សមើលប៉ុន្តែនៅពេលដែលវាចេញទៅអ្នកផ្សេងដែលមិនមែនជាកូនសិស្សវាទៅជាអត់សូវមានអ្នកមើលទៅវិញនៅពេលធម្មតានៅពេលដែលយើងទទួលបាន 3k share ហើយឬក៏ 50k view ហើយយើងតែចង់បាន 100k view 300ឬក៏ 500k view យើងចេះចង់បានទៅឲ្យវាលើសនឹងទៀតណាក៏ប៉ុន្តែវាអត់ទៅអញ្ចឹងឯងពីព្រោះវាត្រូវការសន្សំវីដេអូរបស់យើងពីមួយខែទៅមួយខែពីមួយសប្តាហ៍ទៅមួយសប្តាហ៍ជារឿយដែលយើងមានមុខនៅនឹងរហូតហើយយើងត្រូវធ្វើនៅក្នុង concept របស់យើងរហូតដែរមិនមែនបត់បែនអញញ៉ៃតាមតាគេព្រោះ content creator ផ្នែកអប់រំនេះអត់វិវេតាមនិន្នាការបានទេនិន្នាការខ្លះយើងអាចធ្វើទៅបានដោយសារតែវាអត់ប៉ះពាល់ឧទាហរណ៍តកតមួយនឹងជំងឺបាក់ទឹកចិត្តឬក៏រឿងបាក់ដប់ប្រឡងបាក់ដប់ប្រឡងធ្លាក់បាក់ដប់រដូវកាលអីអញ្ចឹងយើងអាចចូលរួមបានក៏ប៉ុន្តែតកតមួយនឹងរឿងមួយចំនួនទៀតយើងធ្វើអត់បានទេសូម្បីតែយើងដឹងរឿងហ្នឹងក៏ដោយក៏យើងនៅតែមិនអាចធ្វើបានដើម្បីទាញយកអ្នកមើលដោយសារតែវាខុសពីយើងមកវាខុសពីខ្លួនឯងមកវាអត់ត្រូវដល់ពេលអញ្ចឹងវាជារឿងមួយដែលពិបាកហើយបើសិនជាយើងចេះធ្វើប្លោប្រឡាធ្វើមិនឲ្យតែគេមើលធ្វើមិនឲ្យគេមើលអាហ្នឹងខ្ញុំអត់ដឹងទេណាបើសិនជា content creator ម្នាក់ហ្នឹងគាត់មានគោលដៅផ្សេងនៅក្នុងការដែលគាត់ខ្លាយទៅជា content creator ប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំអត់ធ្វើបែបហ្នឹងដាច់ខាតសូម្បីតែដឹងហើយថានៅពេលដែលនិយាយរឿងហ្នឹងដល់ boom ហ่ะតើអត់និយាយចាពីព្រោះមិនមែនដើម្បី boom ហើយស្អែកឡើងឬក៏ខាងស្អែកគេលើកដៃស្ពះយើងអត់កើតណាអញ្ចឹងវាជារឿងមួយដែលអូខេអំបាច់ប៊ូមថ្ងៃហ្នឹងក៏បានដែរខ្ញុំព្យាយាមទៅមួយរឿយចាឲ្យតែគេនៅសាពះនៅតែគេនៅតែឲ្យតម្លៃនៅតែជំរាបសួរអីចឹងទៅអញ្ចឹងជា content creator វិស័យមួយហ្នឹងរៀងបានតិចតតែអាចនិយាយបានថាត្រៀមសម្រាប់យុទ្ធសាស្ត្រមានការអត់ធ្មត់ខ្ពស់បំផុតចាពីព្រោះវាប្រើពេលយូរ